បាទគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំនឹងផ្សំជីបំពន់សញ្ញាក្បាច់ចន្ទ្រីនេះនៅក្នុងវគ្គបង្កើតផលនៅស្រូវចំនួន7ហិកតាតើខ្ញុំនឹងដាក់អ្វីខ្លះឲ្យទៅអតិថិជនក៏ដូចជាវិជ្ជាកសិករពុកម៉ែបងប្អូននៅក្នុងវគ្គបង្កើតផលយើងត្រូវចែកវាជាពីរសំខាន់គឺវគ្គបង្កើតផលសម្រាប់ការកំណត់កំណត់គូគឺដង្ហើមតូចនិងដង្ហើមធំហើយនឹងវគ្គដាក់ទឹកដោះគឺនឹងវគ្គដាក់ម្សៅអញ្ចឹងពីរវគ្គនេះគឺសារធាតុចិញ្ចឹមវាដូចគ្នានិងមិនដូចគ្នាអញ្ចឹងការដូចគ្នាដូចម្ដេចនិងមិនដូចគ្នាដូចម្ដេចនេះគឺនៅក្នុងម៉ោងនេះក្នុងវីដេអូនេះគឺខ្ញុំផ្សំជាលក្ខណៈស្រូវកំណត់កំណត់គួរនៅដង្ហើមតូចក្រោយបាច់ជីផ្ដាច់អញ្ចឹង7ហាត់តើខ្ញុំដាក់អ្វីខ្លះពុកម៉ែបងប្អូនទី1គឺយើងនិយាយអំពី GH 500ពុកម៉ែបងប្អូន GH 500នេះវាមានសារធាតុចិញ្ចឹមច្រើនគឺសារធាតុអាស៊ូតដែលមានភាពទាបជាងនៅ GH 300គឺសារធាតុពេដែលជួយជំរុញនៃការចេញផ្កាបានល្អសារធាតុប៉ូតាស្យូមជួយកំហាប់ម្សៅមិនត្រឹមតែប៉ុណ្ណោះ GH 500នេះវាខុសពីសារធាតុចិញ្ចឹមយីហោដតៃទៅទៀតនោះគឺនៅត្រង់ថាវាមាន pH គឺ pH ដែលធម្មតាពុកម៉ែបងប្អូនស្រូវនៅក្នុងដំណាក់កាលបង្កើតផលនេះគឺស្រូវកោររឹសអញ្ចឹងការបាត់បង់នៅសារធាតុចិញ្ចឹមពីជីគ្រាប់នោះគឺមានអត្រាខ្ពស់មែនទែនតែយើងមិនអាចប្រើជីគ្រាប់បន្តទៅទៀតបានអញ្ចឹងពឹងផ្អែកទៅលើគេហៅថា spray solar ដែលយើងត្រូវបាញ់ទៅលើស្លឹកអញ្ចឹងបើសិនតែសារធាតុចិញ្ចឹមហ្នឹងមិនធ្វើរស្មីសម្យោគឬក៏ចលនាចាប់យកជីជាតិពីដីហើយបើសិនតែដីនោះវាមានគេហៅថា toxic តែធ្វើឲ្យប្រព័ន្ធឫសហ្នឹងបិទផ្ចិតវាវត្តរព pH ធ្លាក់ទៀតនោះគឺចាប់យកជីជាតិខ្សោយហើយពុកម៉ែបងប្អូនតែឆ្ងល់ថាតើហេតុអីបានតែស្រូវចាប់ផ្ដើមធ្លាក់នៅទិន្នផលទាំងដែលស្រូវយើងល្អហើយនោះគឺអញ្ចឹង pH នេះវាមានតួនាទីសំខាន់ណាស់ហើយនៅក្នុង500នេះគឺវាមានMJ គឺពពុះម៉ាញ៉េស្យូមនេះដែលវាជួយស្រូបយកសារធាតុចិញ្ចឹមពី NPK នានាពិសេសជីគ្រាប់អីជាដើមប៉ុន្តែអ្វីដែលអស្ចារ្យនិងល្អបំផុតនោះគឺ GH 500វាមាន MCO គឺម៉ាញ៉េស្យូមអុកស៊ីតនេះមានន័យថាសារធាតុចិញ្ចឹមដែលយើងប្រើលើសក៏វាអត់បញ្ហាទៅដល់ដំណាំដែរវានៅតែសមតលយ៉ាងល្អនេះគឺជាចំណុចសំខាន់មួយហើយsponsor ជាសារធាតុជំនួយការលូតលាស់និងក្លិនក្រអូបឈ្ងុយឆ្ងាញ់ការប្រើប្រាស់ GH 500វាជួយបន្ថែមនៅរសជាតិបានល្អផងដែរហើយមានតុងដែងម៉ង់កណេះពិសេសប៊ូរ៉ុនដែលជួយចងផ្កាចងក្របបានល្អប៉ុន្តែនៅក្នុង GH 500នេះគឺសារធាតុបន្ទាប់បន្សំនេះគឺដាក់តិចល្មមទេគឺគោលដៅជំរុញនៃការចេញផ្កាស្រស់ល្អការដាក់គ្រាប់បានល្អប្រសើរប៉ុន្តែនៅក្នុងវគ្គបន្ទាប់ទៅទៀតយើងប្រើសារធាតុ GH 300ដែរ500ដែរប៉ុន្តែយើងនឹងបន្ថែមនៅ500ផ្លឹកបាទនៅវីដេអូក្រោយពេលដែលខ្ញុំផ្សំខ្ញុំអាចនឹងធ្វើវីដេអូទៀតបើសិនតែខ្ញុំមានពេលចែកជូនដល់ពុកម៉ែបងប្អូនហើយមិនត្រឹមតែប៉ុណ្ណោះនៅក្នុង7ហាត់នេះដាក់ប្រមាណបាទគឺដោយសារតែស្រូវនៅក្នុងមួយដបនេះគឺយើងប្រើ3ហាត់ពុកម៉ែបងប្អូនប៉ុន្តែនៅក្នុងវគ្គបង្កើតផលស្រូវអាចនឹងមានដុងស៊ីតេនិងការរីកមាឌខ្ពស់អញ្ចឹងការយើងដាក់លើសបន្តិចគឺជាការល្អដើម្បីសមតលនៅសារធាតុចិញ្ចឹមអញ្ចឹង3ដបនេះ7ហាត់តាគឺជាការសំស្របបំផុត7ទៅ8ហាត់តានេះគឺ3ដបទៅគឺល្អបំផុតដែលស័ក្តិសមនឹងជីវជាតិបាទអានេះគឺតើតួងនឹងយើងចំណាយតែ3ដបនឹងទេបាទហើយអ្វីដែលសំខាន់គឺយើងបន្ថែមឲ្យបាទដល់ពុកម៉ែបងប្អូនគឺ Power Sol នេះប្រើគ្រប់ដំណាក់កាលតែម្ដងរកចាប់ពីកែលម្អដីរហូតដល់ការត្រាំពូជរហូតដល់ការប្រមូលផលព្រោះវាមានសារធាតុសំខាន់ជួយទៅដល់វិស័យកសិកម្មបានច្រើនគឺទី1វាជួយសម្របសម្រួលដល់ប្រព័ន្ធ pH វាជួយទៅដល់ភាពតុកស៊ីកនៃដំណាំដែលយើងប្រើប្រាស់សារធាតុគីមីច្រើនឧទាហរណ៍ថារដូវសត្វល្អិតបំផ្លាញជំងឺ
យើងតែងតែប្រើប្រាស់ថ្នាំជំងឺសត្វល្អិតច្រើនធ្វើឲ្យវាមានភាពច្បុកច្បល់នៃការចាប់យកសារធាតុគីមីទាំងឡាយហើយពិសេសនៅរដូវប្រាំងដែលជាបរិយាកាសមិនទៅអំណោយផលសមស្របចំពោះដំណាំនេះនោះគឺវាមានបញ្ហាច្រើនអញ្ចឹង Powersol នេះគឺវាជួយទៅដោះស្រាយកត្តាទាំងអស់ហ្នឹងហើយចំណុចដែលសំខាន់មួយទៀតគឺសារធាតុចិញ្ចឹមទាំងឡាយណាដែលអសកម្មពេលដែលយើងប្រើ Powersol ចូលទៅគឺវានឹងជួយសម្រុកសម្រួលឡើងវិញមានន័យថាកាត់បន្ថយសំណល់គីមីនៅក្នុងដីដែលជាកត្តាមិនឲ្យដីរបស់ពុកម៉ែបងប្អូនរីករាលទៅអនាគតដ៏ខ្លីនៅរដូវក្រោយបាទអញ្ចឹង7ហេតុយើងប្រើប៉ុណ្ណឹងចំពោះជីបំពន់អត់មានអីច្រើនទេពុកម៉ែបងប្អូនបាទប្រើម្ដងគឺយើងប្រើ3ដងហើយ Powersol នេះគឺយើងដើរតួនាទីសំខាន់បើពុកម៉ែបងប្អូនគិតថាដីល្អមិនដាក់ក៏បានប៉ុន្តែនេះដោយសារដីមិនសូវជាអំណោយផលខ្ញុំនឹងផ្សំឲ្យចូលទៀតបាទអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងបងប្អូនចង់មានអ្វីសាកសួរអាច comment ខាងក្រោមវីដេអូឬក៏ចង់បាននៅផលិតផល comment លេខ GH 500មកយើងខ្ញុំនឹងតាក់ទងតាមរយៈលេខទូរស័ព្ទដែលពុកម៉ែបងប្អូនបានដាក់ហ្នឹងគឺ GH 500និងលេខទូរស័ព្ទពុកម៉ែបងប្អូនយើងខ្ញុំនឹងពិគ្រោះយោបល់ឲ្យគោលប្រើយ៉ាងដូចនេះបាទអរគុណជម្រាបលាបាយបាយ